wow look at this លឹមប៊ុនហុងដែលជាម្ចាស់ page មួយដែលល្បីល្បាញដែរនៅខេត្តសៀមរាបគឺ Naga Eyes KH គាត់បានប្រាប់ដែរចាំច្រើនឆ្នាំដែរបាទមកបានមកប៉ុស្តិ៍នេះអញ្ចឹងគឺបាទគឺរូបនៅប្រាសាទបាយ័នបាទគឺមុខព្រះព្រំនៅប្រាសាទបាយ័នជាមួយនឹងដំណក់ភ្លៀងបាទដំណក់ភ្លៀងស្រក់មកតក់ជាមួយនឹងទិដ្ឋភាពមួយទៀតគឺអស្ចារ្យមែនទែនគឺស្វាមួយគូបាទស្វាមួយគូដែលជ្រោកភ្លៀងហើយមើលទៅគឺ sweet មែនទែនបាទមានអារម្មណ៍ថាកក់ក្ដៅមែនទែនជាមួយនឹងស្វាញីស្វាឈ្មោលនេះហ្នឹងហើយខ្ញុំមើលទៅខ្ញុំគិតថាស្វាញីស្វាឈ្មោលហើយដោយសារគាត់មានអារម្មណ៍ជាមួយគ្នាបាទជាពិសេសគឺផ្អែកលើខ្នងបាទធ្វើឲ្យរូបនេះគឺមានអារម្មណ៍ touching មែនទែនបូកជាមួយនឹងស្នាមញញឹមរបស់ព្រះព្រំនៅប្រាសាទបាយ័នហើយជាមួយនឹងបាទដំណក់ទឹកភ្លៀងអញ្ចឹងក្នុងនេះរូបគឺយើងមើលទៅយើងឃើញហើយថាវាមានធាតុចូលច្រើនជាមួយនឹងរូបមួយនេះបាទអញ្ចឹងធាតុចូលទី1នេះគឺមានធម្មជាតិមានសត្វជាពិសេសគឺជាមួយនឹង culture ជាមួយនឹងវប្បធម៌ដែលវប្បធម៌ហ្នឹងគឺតកតងទៅនឹងមនុស្សនិងប្រាសាទក៏ដូចជាវប្បធម៌របស់ខ្មែរយើងដែលមនុស្សយើងបានកសាងបាទធ្វើឲ្យរូបនេះវាមានការផ្សំជាច្រើនរវាងធាតុទាំងអស់នោះជាពិសេសគឺនៅពេលភ្លៀងតែម្ដងបាទហើយសម្រាប់ខ្ញុំប្រហែលជាអត់ងាយថតបានទេបាទថតបានពេលភ្លៀងមានប្រាសាទមានមុខព្រះព្រំអញ្ចឹងទៅតែតកតងទៅនឹងសត្វស្វាគឺអត់ងាយមកហូបគ្នាបាទកើយដូចគ្នាចេះទេបាទអញ្ចឹងមិនថារូបនេះមិនងាយថតបានទេជាមួយនឹង moment បែបនេះបាទជាមួយនឹងសាច់រឿងបែបនេះអញ្ចឹងពិសេសមែនទែនអញ្ចឹងសូមសរសើរទៅដល់បងប្អូនប្រុសប៊ុនហុងបាទដែលបានផ្ដិតរូបនេះហើយរូបនេះគឺជារង្វាន់របស់គាត់ហើយបាទតែអត់មានអ្នកគេថតដូចគាត់ទេអញ្ចឹងអូខេអញ្ចឹងកុំភ្លេច your photo is your reward វាជារូបភាពដែលជារង្វាន់របស់បងប្អូនសម្រាប់បងប្អូននៅថ្ងៃណាមួយក៏ដូចជារង្វាន់សម្រាប់ប្រទេសយើងផងដែរអូខេ amazing